ចុះត្រួតពិនិត្យទីតាំងមួយកន្លែងស្ថិតនៅក្នុងភូមិបាវិតកណ្ដាលសង្កាត់ក្រុងបាវិតខេត្តស្វាយរៀងសង្ស័យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាស្វាយរៀងថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2025ជនសង្ស័យចំនួន30នាក់ជាជនជាតិវៀតណាមត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆៃឆេទីតាំងពីកន្លែងស្ថិតនៅផ្ទះល្វែងលេខ S23 ក្នុងបរិយាលីជើនិងទីតាំងកាស៊ីណូហេង2ស្ថិតនៅសង្កាត់ក្រុងបាវិតខេត្តស្វាយរៀងក្រោមការសង្ស័យថាមានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ក្នុងប្រតិបត្តិការនេះដែរសមត្ថកិច្ចបានដកហូតសម្ភារៈជាវត្ថុតាងរួមមានកុំព្យូទ័រលើតុ All in One ចំនួន115គ្រឿងកុំព្យូទ័រយួរដៃ2គ្រឿងធុង PC ចំនួន10គ្រឿងទូរស័ព្ទចំនួន7គ្រឿង Monitor ចំនួន15គ្រឿងនិងទូរស័ព្ទ Call Center ចំនួន16ទូលិខិតឆ្លងដែនចំនួន6ក្បាលប្រតិបត្តិការនេះត្រូវបានដឹកនាំធ្វើនៅថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2025ក្រោមការសម្របសម្រួលពីលេខាធិការដ្ឋាននៃគណៈកម្មាធិការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកបឆបនិងមានការចូលរួមពីអគ្គស្នងការដ្ឋាននគរបាលជាតិគណៈបញ្ជាការឯកភាពខេត្តស្វាយរៀងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តដែលបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យទាំងពីរនិងបានឈានដល់ការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនិងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខាងលើនេះក្នុងចំណោមជនសង្ស័យទាំងនោះមាន21នាក់ជាមុខសញ្ញាចាស់ដែលពួកគេបានធ្វើសកម្មភាពឆបោកតាមរយៈរូបភាពលួងលោមឲ្យជនរងគ្រោះដាក់ទុនវិនិយោគលើគម្រោងផ្សេងៗដែលជាការវិនិយោគคล้ายៗនិងតាមរូបភាពលួងលោមឲ្យជនរងគ្រោះដំឡើងកម្មវិធីដើម្បីចូលរួមគ្រប់គ្រងព័ត៌មានអត្តសញ្ញាណនិងគណនីធនាគាររបស់ជនរងគ្រោះក្រោយការបង្ក្រាបនេះសមត្ថកិច្ចជំនាញបច្ចុប្បន្នកំពុងសហការជាមួយភាគីពាក់ព័ន្ធដើម្បីបន្តស្រាវជ្រាវបន្ថែមទៀតដើម្បីឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះគណៈជនសង្ស័យនិងវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងនិងសមត្ថកិច្ចពាក់ព័ន្ធដើម្បីអនុវត្តតាមនីតិវិធីច្បាប់ចំណែកឯទីតាំងខាងលើត្រូវបានបិទបណ្ដោះអាសន្ន